លុយកាក់បច្ចុប្បន្នពិបាកណាស់ចឹងហើយក្នុងការចាយវាយគប្បីអស់លោកចាយវាយក្នុងរឿងដែលចាំបាច់ទៅបានហើយកុំឲ្យឃើញតែសបាយរាល់ថ្ងៃថ្ងៃណាក៏ឃើញអង្គុយតាមសួនកោះនេះកោះនោះតែដល់តែពេលត្រូវការប្រពន្ធឈឺកូនឈឺទៅខ្ចីគេហើយយើងកុំបន្ទោសថារស់ស៊ីមិនសល់មកពីយើងមិនសមទេដែលមែនតែនទៅនោះបើសិនជាមួយថ្ងៃយើងបរិភោគគ្រឿងទាំងអស់នឹងអស់តែ3កំប៉ុងទៅចុះយើងអាចសំថា10000ទុកក្នុងផ្ទះដែរចឹងបើមួយថ្ងៃយើងសល់10000ទៅក៏គ្រាន់បើជាងយើងមិនបានមួយថ្ងៃសន្សំសោះព្រោះស្រុកថ្ងៃលុយអត់ដើរទេការដែលពិភពលោកមិនជួបសង្គ្រាមមិនជួបអីយើងចាយទៅគេចាយមកយើងវិញអាហ្នឹងសម័យដែលលុយដើរយើងមានចេះតែហឺហាទៅបានតែសម័យសពថ្ងៃចេញទៅពីយើងចូលទៅគេបាញ់គ្នាអស់អញ្ចឹងវាអត់មានអីលំហមកយើងវិញទេអញ្ចឹងថាមុនលោកមកទេសនាមិនក៏ទៅប្រាប់គេទៅពីរឿងចាយវាយអីទេសនាប្រែតែការព្រាតបដៅអាត្មាទៅបដៅព្រះនិព្វានឯណាចេញបើម្នាក់មិនទាន់ទៅរោសក្តីសុខផ្លូវចិត្តបច្ចុប្បន្នមិនទាំងឃើញប៉ុណ្ណឹងព្រោះសពថ្ងៃមានតម្រូវអញ្ចឹងសូមតែលៃយ៉ាងម៉េចធ្វើឲ្យការដែលតម្រូវការរបស់យើងនេះសមល្មមបានដល់នៅសេចក្តីសុខក្នុងបច្ចុប្បន្នព្រោះសាសនាជាបញ្ញាសម្រាប់ចង្អុលបង្ហាញអំពីភាពរស់នៅឲ្យប្រកបគ្របដោយសមាជីវៈការចិញ្ចឹមជីវិតត្រូវហើយរស់នៅដោយសន្តិភាពផ្លូវចិត្តព្រះនិព្វានទៅបានក្នុងកាលខាងក្រោយយូរឆ្ងាយណាស់តែធនាគារគេមកទិដ្ឋាការក្នុងខែក្រោយតើឲ្យខ្ញុំកណាចង្អុលផ្លូវទៅព្រះនិព្វានឬចង្អុលផ្លូវដែលឲ្យដោះការធនាគារខាងក្រោយយើងទាំងអស់គ្នាមុខតែរើសយកខាងនេះអាខែក្រោយនេះចឹងបានតែខ្ញុំកណាខ្ញុំចេះតែដាស់តឿនឲ្យលោកទាំងឡាយចាយវាយដោយរឿងដែលចាំបាច់ទៅបានហើយយើងចង់ប្រកួតប្រជែងរថយន្តទំនើបយើងមិនឈ្នះទេព្រោះគេធ្វើរាល់ឆ្នាំយើងចង់ប្រកួតប្រជែងផ្ទះល្អយើងធ្វើមិនកើតទេព្រោះផ្ទះវាល្អខុសគ្នាមករាល់ឆ្នាំយើងចង់ទៅបដិញរោងការឲ្យល្អឲ្យទំនើបយើងធ្វើមិនឈ្នះគេទេព្រោះរោងការទាំងអស់ហ្នឹងវាល្អទៅពីមួយឆ្នាំទៅមួយឆ្នាំប៉ុន្តែជីវភាពយើងរស់នៅក្នុងកម្រិតណាយើងគប្បីលៃយ៉ាងម៉េចធ្វើឲ្យជីវភាពរបស់យើងប្រសើរសិនមិនមានឡានជិះក៏ថៃទៅចុះតែត្រឹមមានថវិកាទុកបំរុងពេលខ្លួនឈឺត្រូវការចាំបាច់មានការប្រើប្រាស់ល្អបំផុតហើយជាពិសេសបងប្អូនយុវជនយុវនារីទាំងអស់ក្មេងបរទេសត្រឹមអាយុ18ឆ្នាំគឺគេលែកចាយវាយលុយកាក់របស់មេដាបៃតាហើយតែក៏លែងមកលើយើងវិញ
ម្ដាយជួយឲ្យយើងរៀនចាប់បឋមភូមិទុតិយភូមិដំភូមិទៀតតែពេលត្រូវការរើសគូសកលទៅសុំស្រែម៉ែយកមកលក់ដើម្បីទៅដឹងគេទៀតតើវាគប្បីទេសម្រាប់អ្វីដែលគាត់ផ្ដល់ឲ្យជាចំណេះជំនាញគាត់ខំតែធ្វើស្រែធ្វើស្រូវយកមកឲ្យយើងរៀនហើយយើងរៀនហើយគ្រាន់តែសន្សំសម្រាប់ខ្លួនឯងយើងអត់មានលទ្ធភាពរហូតទៅពីដើមបាយឆ្នាំងហ្នឹងយកមកចិញ្ចឹមយើងឥឡូវសូម្បីតែឆ្នាំងហ្នឹងក៏យើងត្រូវលក់វាដើម្បីយកមកបំពេញតម្រូវការដែលយើងរៀនបានរហូតដល់មកសិក្សាទៀតនោះតែគាត់បីទេមិនគាត់បីទេតើទាំងអស់នោះជាកំហុសអ្នកណាបើសិនជាឲ្យខ្ញុំកណាឆ្លើយជាកំហុសរបស់យើងនឹងហើយព្រោះគាត់ចែកចំណេះដឹងឲ្យយើងហើយយើងក៏បីយកចំណេះដឹងហ្នឹងមកបង្កើតចំណេះជំនាញឲ្យខ្លួនឯងមកចិញ្ចឹមខ្លួនឯងយើងកុំងាកទៅលំហែដោយបានលេះថាសាកថ្មជីវិតអីអញ្ចឹងទៅឥឡូវលោកទាំងឡាយនៅឲ្យស្ងៀមមិនកំទៅណាមើលថាថ្មនឹងវាចេះរលត់ទៅអត់ជីវិតនឹងវានៅតែមានអញ្ចឹងហើយតែទៅយើងចាយលុយហើយខ្លួននៅកំពង់ឆ្នាំងចង់ទៅមណ្ឌលគិរីចាយហើយអន់បំផុតក៏បើសប្តាហ៍ថ្ងៃ$300ទាំងការធ្វើដំណើរទាំងការហូបចុកទាំងការស្នាក់នៅហើយត្រូវតែយើងសប្តាហ៍ថ្ងៃមិនត្រូវការរបស់ធម្មតាទៀតចង់បានតែល្អទំនើបទៀត$1,20,000គឺដាច់ចុះបើសិនជាយើងទុក$1,20,000ហ្នឹងវិញបានមាសមួយជីកន្លះហើយសំចឹងតែ2-3ខែទៅបានមកតលឹងពេលណាយើងត្រូវការរើសគូសកលខ្លួនឯងយើងមានថ្លៃបដាការមិនចាំបាច់ទៅសុំម្ដាយឪពុកលក់ស្រែលក់គោលក់ក្របីអីទេហើយលុយសប្តាហ៍ថ្ងៃកុំមានលុយបន្តិចបន្តួចទៅយកទៅដីឡូក្រុមហ៊ុនអីក៏មិនសោះលោកទាំងឡាយហើយយើងត្រូវដឹងថាលុយក្តីទ្រព្យសម្បត្តិក្តីបានមកដោយការក្រណាស់តែបើរបរណាដែលបានមកងាយពេកអត់ស្រួលទេត្រូវចាំទុកទៅអត់ស្រួលទេរឿងយកទៅបង្កើតមុខរបររកស៊ីជួយដូរចិញ្ចឹមជីវិតអីខ្ញុំកណាអាត្មាមិនខាត់ទេតែសូមឲ្យគិតបើមានខ្លួនឯង20ដាក់10បើបងវានៅសល់10តែបើវាចំណេញអាដើមយើងក៏បានណាភាពចំណេញក៏បានតែយើងយ៉ាងណាក៏យើងនៅសល់ប៉ុន្តែកុំឲ្យខ្លួនឯងមានតែ5ទៅខ្ចីគេ15យកមកគ្រប់20ដើម្បីយកទៅផ្ញើវាសនានឹងគេណាពេលដែលគេធ្លាក់ទឹកយើងហ្នឹងគឺលុបហើយហើយអាត្មាជួបច្រើនណាស់ជួនកាលគេដាក់លុយក្រុមហ៊ុននេះនោះអីចឹងទៅខ្ចីគេដើម្បីយកទៅដាក់សង្ឃឹមថាបានមានកើតអ្នកមានដូចគេដល់តែគេបរាជ័យទៅខ្លួនឯងនេះអាមិនមានខ្លួនឯងហើយមិនដឹងទៅរកពីណាសងគេវិញទៀតនោះជារឿងដែលយើងគួរគិតណាលោកដូចខ្ញុំកណាថាអញ្ចឹងគ្មានអីស្រួលជាងសំមិចទេមួយខែមកហ៊ុនវាយកតែភ្លើងឆេះក៏មិនបាច់អលុតតែណាហើយយើងរាប់តាំងពី
ឆ្នាំ83មកអីមកមាសដែលចុះថ្លៃហ៎តាំងពីមកជីប្រហែល10000ឥឡូវប្រហែលហើយលុយថោកទៅហ៎លុយថោកទៅមាសមានថោកទៅទេអត់ទេហើយមាសមានប្របាក់លក់ទេតាមផ្សារត្រីក៏លក់បានដែរលោកទាំងឡាយពាក់ពេជ្រពាក់អីនេះណាដូចពាក់កញ្ចក់ដូចពាក់អំបែងកែវទេចង់ទៅលក់វិញមើលទិញ1លានលក់បានតែ500000នោះប្រឹងទៅបានតែល្អមើលទេដូចពាក់អំបែងកែវអញ្ចឹងតែបើលោកទាំងឡាយសំទុកដាក់មាសប្រាក់ទៅត្រូវការចាយវាខ្លួនឯងមានពោកខ្ញុំចង់បានគេចែកកូនពិបាកម្លេះបើថាកូន5ម្នាក់1គីឡូម្នាក់1គីឡូចែកវាទៅមិនចេះល្អូទេឥឡូវបើយកមានមាស1គីឡូចែកកូនវាដែរទេអត់មិនដឹងយកទៅណាអត់ពិបាកទៀតសុកតែកប៉ៅហុចឲ្យទៅហើយអត់ចេះឆ្លោះជាមួយអ្នកណាទេបើទិញដីចេះមានជាន់ដីគេដីឯងខ្លះណាពិបាកប្លង់ភូមិឃុំលក់ដល់សញ្ញេដល់សូរយោណាព្រមតែបានលុយបើជាដំណាក់កាលឥឡូវបើញោមចង់លក់មាស10គីឡូមានអាជ្ញាធរណាមកសញ្ញេលក់ឥឡូវបានឥឡូវហ្នឹងនោះមិនអញ្ចឹងចុះព្រះអង្គមិនក៏ទេនិយាយរឿងមាសថាមកពីមនុស្សទៅជួបអាត្មារាល់ថ្ងៃនិយាយតែពីរឿងលំបាកអស់ហ្នឹងចេះតែសុំឲ្យព្រះអង្គជួយតែព្រះអង្គជួយយ៉ាងម៉េចបើរឿងទាំងអស់ហ្នឹងយើងជាអ្នកផ្ដើមហ្នឹងខ្ញុំកណាទិញដីនេះអស់400,000ឥឡូវចង់លក់វិញតែ200,000ទេសូមព្រះអង្គជួយបើយក400,000ទៅទិញមាសកាលនោះចង់លក់ហ្នឹងមិនពិបាកមកដល់ព្រះអង្គទេលោកទាំងឡាយហើយពាក្យថាសាសនាប្រែថាការសង្គ្រោះតាមពិតទៅខ្ញុំកណាខ្ញុំមិនមែនជាបុគ្គលអស្ចារ្យអីទេគ្រាន់តែថាខ្ញុំកណាឃើញថាប្រជាជាតិនេះគួរសង្គ្រោះដោយប្រយោជន៍ណាខ្ញុំកណាក៏សង្គ្រោះលោកទាំងឡាយដោយប្រយោជន៍នឹងទៅឥឡូវភិក្ខុសង្ឃលើកដៃប្រោះទឹកមុនកាត់អាបត្តិបាចិត្តយៈប៉ុន្តែប្រជាពលរដ្ឋដែលកំពុងតែដេកហូរទឹកភ្នែករាល់ថ្ងៃដោយបំណុលខ្លះដោយជំងឺដង្កាត់ខ្លះហើយបានអាទឹកមកតំណក់ដែលប្រោះចេញទៅនេះមានភាពសប្បាយរីករាយធ្វើឲ្យការរស់នៅរបស់គាត់បានដល់នៅសេចក្តីសុខផ្នែកបញ្ហាផ្លូវចិត្តតើយើងគួរមើលរំលងក្នុងប្រយោជន៍នោះទេព្រោះថាអាបត្តិបាចិត្តយៈនោះដែលហើយទៅកុំបីទៅប្រោះទឹកមុនគ្រាន់តែបរិស័ទយករូបយៈយកមកប្រគេនប៉ះក្តីមិនប៉ះក្តីគ្រាន់តែត្រេកអរថានោះជារបស់អញបើកាត់អាបត្តិបាចិត្តយៈដោយខ្លួនឯងនេះសគាយៈបាចិត្តយៈដោយខ្លួនឯងបាត់ទៅហើយអញ្ចឹងតើប្រយោជន៍អីទៅអង្គុយកតឹងកតឹមដើម្បីទៅល្អមើលឲ្យប្រជាពលរដ្ឋជាពុទ្ធបរិស័ទលោកលំបាកនោះខ្ញុំកណាខ្ញុំដូចធ្វើឲ្យរឿងហ្នឹងមិនកើតបានចេះតែជួបទៅហើយបើជួបហើយលោកទាំងឡាយមានសេចក្តីជ្រះថ្លាមាននៅសេចក្តីសុខ
ខ្ញុំក៏ណាខ្ញុំសូមអនុមោទនាបុណ្យនោះដែរលោកទាំងឡាយមានក្តីសុខខ្ញុំក៏ណាក៏មានសេចក្តីសុខលោកទាំងឡាយមានក្តីសុខលោកទាំងឡាយមុខតែជូនពរខ្ញុំក៏ណាហើយខ្ញុំក៏ណាខ្ញុំទទួលយកតែសេចក្តីសុខដែលកើតពីពរនោះទេការជេរផ្ទិចផ្ដាសាទាំងឡាយកុំគិតថាវាជារឿងចម្លែកព្រះដ៏មានពភាណាជាអគ្គបុគ្គលណាជាគ្រូនៃមនុស្សទេវតាមេព្រំណានៅមនុស្សជេរព្រះអង្គដែលហើយទៅសូម្បីតែឪក្មេកព្រះអង្គនោះនិយាយសួរស្ដាប់ទៅប្របាទសពពុទ្ធនោះសមណៈគោដំទៅចេញបោះចោលកូនអញអីឲ្យមេម៉ាយមេព្រៅអីហោហែចឹងទៅគឺលោកក៏ធម៌ទាំងឡាយលើលោកនេះសរសើរទូលនិន្ទាបើលោកទាំងឡាយបានជួបបានពលនៅពាក្យសរសើរហើយលោកទាំងឡាយគប្បីចាំងទុកសម្គាល់ទុកថាខ្លួននឹងជួបនៅក្នុងពាក្យនិន្ទាជាមិនខានតើមនុស្សប្រមាណជា 5000 នាក់នៅក្នុងបរិវេណនេះម្នាក់ណាតិចផុតពីពាក្យនិន្ទាទេសូមលើកដៃដូចតែគ្នានឹងឯងចឹងហើយមិនបាច់ទៅព្រួយបារម្ភចំពោះព្រះអង្គទេតែគេជេរយ៉ាងម៉េចគេទៅយ៉ាងម៉េចវាដូចតែគ្នាហ្នឹងអាត្មាក៏អញ្ចឹងញោមក៏អញ្ចឹងទាំងអស់គ្នាទេអត់អ្នកណាកិច្ចរួចទេចឹងហើយលៃយ៉ាងម៉េចរក្សាតែស្ថិរភាពសុខុមាលភាពផ្លូវចិត្តរបស់ខ្លួនឯងតែទី1គឺរក្សាសិលធម៌ក្នុងនាមយើងជាមនុស្សឲ្យបានទី2រក្សាសន្តិភាពសន្តិភាពនេះមិនមែនតែសន្តិភាពពិភពលោកឯណាឯណីទេណាកុំច្រឡំណាត្រឹមតែម្ដាយហើយកូនកុំឆ្លោះគ្នានឹងសន្តិភាពហើយកុំកូនចូលផ្ទះមិនទាន់ជេរវាតាំងផ្លូវចូលនឹងគ្រួសារមានសន្តិភាពទេអត់មានផងហ្នឹងហើយមានសេចក្តីសុខអត់ហើយបើព្រឹកចូលព្រឹកជេរល្ងាចជេរព្រឹកកចោល្ងាចកចោសេរីសួស្តីមានអត់ក្នុងផ្ទះហ្នឹងហើយបើសេរីសួស្តីមិនមានហើយមិនបាច់ទៅពឹងខ្សែយន់ខ្សែចកេះគ្រូណាមកទេចំណេញតែគេយកលុយអត់អំពើទេគ្រូហើយអាម៉េចបានតែប្តីខ្ញុំចេះតែជេរអញ្ចឹងចេះតែកាចអញ្ចឹងគ្រូជួយផងគេចាយន់ចាកថា2 3ខ្វាច់ទៅមកខ្វាច់80 ម៉ឺន1លានក៏ចេះតែទិញយកមកដាក់ផ្ទះដែរនៅតែជេរយ៉ាងឯងចង់ជេរលើសមុនទៀតអញ្ចឹងសំខាន់គឺសន្តិភាពផ្លូវចិត្តសន្តិភាពគ្រួសារនិងគ្រួសាររស់នៅដោយសិលធម៌តែឪម៉ែហៅគ្នាថ្ងៃហងហើយកូនចេះពាក្យនឹងដែរហើយតែបើឪពុកម្ដាយឆ្លើយគ្នាបាតចាស់ហើយកូនឆ្លើយបាតចាស់សាលារៀនដែលល្អបំផុតគឺគ្រួសារយើងហ្នឹងឯងសាលារៀនខាងក្រៅសាលារៀនស្អីស្អីដែលបកកែដែលថាល្អខ្លាំងនោះបន្ទាប់មិនសមទេញោមសាកមើលបើគ្រួសារមានសណ្ដាប់ធ្នាប់មានសិលធម៌មានសង្ឃហធម៌កូននឹងវាល្អតាំងពីនៅផ្ទះបាត់ទៅហើយសាលាគ្រាន់តែរុញទៅវាល្អតែបើគ្រួសារសណទេយកទៅឲ្យសាលាលុតឲ្យកើតមាសលុតមិនចេញទេអាហ្នឹងគឺរឿងពិតប្រកបអញ្ចឹងយើងកុំនិយាយប្រឡប់ខ្លួនឯងច្រើនពេកណាត្រូវយកការពិតមកដាក់ខ្លួនឲ្យច្រើនហើយកែប្រែការពិតនោះឲ្យបានជាប្រយោជន៍ហើយយើងកុំបន្ទោសថាក្មេងសពថ្ងៃមិនក៏មិនទាន់ធំផងប្រមឹកមកពេលយើងផឹកឲ្យវាឃើញអាម៉េចបានតែក្មេងអត់រៀនលេងទៅទូរស័ព្ទមកពីម៉ែវាលេងឲ្យវាឃើញ
មកពីយាយវាលេងវាឃើញនឹងហើយជាការបង្រៀនណាហើយដល់តកូនរៀនទូរស័ព្ទលេងទូរស័ព្ទអត់ចេះនិយាយយកមករកលោកនេះជារឿងដែលយើងគប្បីគិតណាហើយកែសម្រួលទាំងអស់គ្នាកែសម្រួលទាំងអស់គ្នាឥឡូវនោះណាក្មេងដូចជាមិនសូវអីម្ចាស់ចាស់វិញអត់ទូរស័ព្ទមួយថ្ងៃដូចជាដូចគាត់នឹងពិភពលោកអត់ខ្យល់ដង្ហើមអញ្ចឹងណាគាត់លេងខ្លះគាត់ណាបាទកុំអីអត់ដឹងទេថ្ងៃមួយហ្នឹងនៅអង្គុយជុំគ្នាអញ្ចឹងជាមួយនឹងយាយនោះណាហើយគាត់ចេះតែលេះឡាស់ឡើងលើចុះក្រោមក៏កាន់អាទូរស័ព្ទនឹងទៅឲ្យគេមើលចុះឡើងតែអាត្មាសួរថាម៉េចទូរស័ព្ទនឹងវាម៉េចគាត់ថាទេតែគុណដឹងអីទេបើកអត់ចេញទេ Facebook ហ្នឹងដឹងវាកើតអីទេដល់អាត្មាសួរគេទៅក្មេងៗគេថាថ្ងៃហ្នឹងគេស្អីនោះគេអាប់ដេត Facebook មួយថ្ងៃនោះដល់អញ្ចឹងវាគៀងនោះហើយក្មេងៗអត់ទៅចលាចោលទៅយាយហ្នឹងហើយគាត់បានលេះតែមួយរឿងទេថាខ្ញុំលេងហ្នឹងមិនមែនលេងអីទេស្ដាប់ធម៌គឺបានលេះប៉ុណ្្នឹងឯងតែបើដើរទៅអើតពីក្រោយទៅសឹកតែរឿងថៃទេ